ចៃក្រមត្រៀម Gainsbourg World គុនខ្មែរ Kickboxing ប្រភេទទម្ងន់64គីឡូក្រាមទឹកទី1បាទទឹកទី1បាទ Kickboxing ទាត់ជើងក្រោមពីមេឃាទាត់មួយកុងស្មងទាត់មួយជើងក្រោមតេះស្រាលទេមេឃាតេះមួយទៀតពីបង្គោលខៀវអត់តន់ចេញអាវុធរៀងខ្លួនតេះមួយទាត់សងវិញអត់ត្រូវដូចគ្នាត្រាក់មួយទៀតពីបង្គោលខៀវតន់ចេញអាវុធរៀងខ្លួនទាត់កាត់មួយចូលក្បាលពោះពីក្រហមបេះដៃអត់ដល់ដូចគ្នាទេទាត់ជើងក្រោមកុងស្មោកទាត់កាត់មកវិញកាប់ជើងក្រោមពីមេឃាបាទលោកញ៉ាកដាស្រ័យតែប៉ាត់ណែមកដៃថែមមួយជើងទៀតឲ្យយោមកដៃអមាញ់បាក់ខៀវភ្នែកបាទឆក់មួយទៀតឆក់លើពីមេឃាអត់ចេញអាវុធដូចគ្នាទស្សនិកជនកាប់ជើងក្រោមកាប់សងទៅវិញទស្សនិកជនដែលទស្សនានៅទីនេះលែងដកដង្ហើមឲ្យស្មឹងស្មាតទាំងអស់គ្នាហើយប៉ាត់ម្ដាយឆក់មួយពីមេឃាបេះអត់ចេញឆក់មួយទៀតអត់ទៅឆក់មួយតែចូលបន្តិចទេទាត់មួយជើងទាត់កាប់ជើងក្រោមវិញពីមេឃាលោកមួយឆក់អត់ចេញអត់ដល់ទេបាទទាត់ជើងក្រោមទាត់ជើងក្រោមអីយអីយ៉ាទាត់ជើងក្រោមទាត់ជើងក្រោមទាត់ចេញដៃរបស់ខៀវបោះជង្គង់ហោះពីមេឃាបាទលោកអញ្ញាកដាអត់ប៉ះអត់បាទលោកអញ្ញាកដាមកបែកប៉ះដៃមកឬក៏យ៉ាងណាបាទលោកអញ្ញាកដាបាទតែអត់ប៉ះបង្គោលកីឡាករទាំងពីរអត់លែងទេបាទទៅទៀតចឹងឥឡូវនេះមេឃាបនថែមលបឿនអាដាមវ៉ាសធាប្រសិនបើមេឃាអាចផ្ដួលគូប្រកួតលោកឧបត្ថម្ភចំនួន2លានរៀលបាទចឹងបាទផ្ដួល2លានណាមេឃាទុតជើងក្រោមអាយ៉ាឆក់ដៃទុតជើងក្រោមសោទុតជើងក្រោមសងវិញអត់ដល់ពីមេឃាឆក់ម្ដាយពីមេឃាបាទបង្គោលខៀវតំបៃទៀតមកបាទបង្ហាញឲ្យប្រាប់តំបៃទៀតមកមេឃាទៅទៀតទុតជើងក្រោមអីយ៉ាដើរចូលពីមេឃាឬក៏យ៉ាងណាគៀងតិចទេមិនអីទេមួយជើងទៀតពីមេឃាបង្គោលខៀវថាអត់អីអាយ៉ាមាត់ដៃថែមមួយជើងចាប់ជាប់បាទលោកអញ្ញាកដាលលើកនេះលែងញៀនស្រ័យពីចង្អាយតាក់ខ្នងតែម្ដងបានបបែកដើរចូលពីមេឃាអត់ទៅប៉ាត់មួយជើងអត់ដល់គោខៀវដកផុតបាត់ដើរចូលណែឆក់ម្ដាយសងវិញបានម្ដាយដែរបានម្ដាយទៀតពីមេឃាឆក់ម្ដាយទៀតពីមេឃាទាត់ជើងក្រោមពីមេឃាទាត់ជើងក្រោមពីមេឃាអូជើងរបស់បាទជើងរបស់បង្គោលខៀវជាប់អស់ហើយឆក់ម្ដាយពីបង្គោលខៀវបាទជើងរបស់បង្គោលខៀវជាប់មកហើយដើរចូលឆក់ម្ដាយពីមេឃាពីរដៃហើយទាត់ជើងក្រោមបេះម្ដាយផុតអត់ចូលពីបង្គោលខៀវចូលដៃពីបង្គោលក្រហមវិញបេះមកម្ដាយទៀតទាត់ជើងក្រោមបេះពីរដៃសងម្ដាយវិញឆ្ងាញ់ដូចហ្គេមស្បឹកឆក់ម្ដាយទៀតពីមេឃាឆក់ម្ដាយទៀតពីមេឃាទាត់ជើងក្រោមពីមេឃាឆក់ម្ដាយទៀតពីមេឃាបង្គោលខៀវតំបៃទៀតមកបេះម្ដាយទាត់ជើងក្រោមទៀតអូជើងរបស់បង្គោលខៀវបាទបេះម្ដាយចាប់ជាប់បាទជើងរបស់បង្គោលខៀវជាំក៏ជាំប៉ោងក៏ប៉ោងមកទាត់ឡើងនឹងទៀតហើយអីយបោះជង្គង់ហោះជង្គង់មួយទៀតរបស់មេឃាបាទអីយមេឃាយល់ច្បាស់ពីបាទវិញ្ញាសារបស់គាត់ណាទាត់មួយជើងទៀតចូលដៃសងមកម្ដាយវិញបាទមេឃាយល់ច្បាស់តែម្ដងបាទអញ្ចឹងការប្រកួតនេះគឺវិញ្ញាសារបស់គាត់អាចគ្រប់គ្រងការប្រកួតរបស់គាត់បានហើយបង្គោលខៀវនោះដៃគាត់លឿនដែរទាត់ជើងក្រោម
អូចូលដៃវិញរបស់បង្គោលក្រក់បាទបង្គោលខៀវឆក់ម្ដាយទៀតបេះម្ដាយផុតដូចគ្នាធាក់មួយរបស់មេឃាឆក់ម្ដាយរបស់មេឃាពីរដៃរបស់មេឃាក៏បង្គោលក្រហមបង្គោលខៀវបេះម្ដាយពីរដៃរបស់មេឃាសងម្ដាយវិញអត់ចូលដៃរបស់បង្គោលខៀវលឿនណាស់បោះជង្គង់ចាប់ជាប់លោកអញ្ញាកណ្ដាលបំបីចេញសិនតែជើងក្រោមស្រាលឆក់មួយស្រាលទៀតអីយ៉ាឆក់ម្ដាយរបស់មេឃាពីរដៃរបស់មេឃាទាត់ជើងអូយបាទមកដៃផុតមកដិតច្មោខ្លួនឯងធាក់មួយរបស់មេឃាធាក់ពីររបស់មេឃាអើយយោចូលតំបន់ហាមឃាត់បាត់ទៅហើយបាទមួយជើងទៀតឆក់បេះម្ដាយសងផុតចាក់មួយជង្គង់បាទមើលទៅអ្នកទាំងពីរបែបអត់ផ្ដួលគ្នាបានទេព្រោះទឹកកាន់តែគៀកទៅហើយបដៃយ៉ាងណានេះជង្គង់ហោះរបស់មេឃាអត់អីទេនេះក្បាច់មួយទៀតអីយ៉ាពីរក្បាច់ហើយបាទពីរក្បាច់ហើយប្រើពីរក្បាច់ហើយទាត់ជើងក្រោមកាប់មួយចូលក្តាប់ដៃអត់អីទេបាទបន្ថែមលើបន្ទាត់មួយជើងខុសនៅក្នុងដៃសក៏ខុសទៀតបាទធាក់មួយរបស់មេឃាក្នុងដៃសអត់ត្រូវទៀតបោះជង្គង់ហោះចូលអីសីដាច់ឈានកណ្ដាប់ដៃទាត់មួយទៀតអីអើយអីយ៉ាបាទមួយនាទីចុងក្រោយជង្គង់ហោះរបស់មេឃាកណ្ដាប់ដៃរបស់បង្គោលខៀវមួយនាទីចុងក្រោយតោះហូទាំងអស់គ្នាពីរដៃបីដៃសងវិញចាប់ជាប់ទៅទៀតហើយឥឡូវនេះគោខៀវដើរចូលឆក់បានម្ដាយពីរដៃរបស់បង្គោលខៀវបានហើយក្នុងដៃសោអត់ចំបាទចេញក្បាច់ទៀតអត់ចូលទៀតអីយ៉ាបាទចុងទឹកហើយបាទអញ្ចឹងគាត់បញ្ចេញក្បាច់ខ្លះលោកគ្រូអេថាចូលម្ដាយពេញរបស់បង្គោលខៀវម្ដាយផុតពីរដៃរបស់បាទមេឃាបាទកិច្ចផុតបាត់ហើយទៅទៀតចូលម្ដាយម្នាក់ផុតបាត់ធាក់មួយទាត់មួយជើងបាទចប់ទឹកទី3ឯកច្ឆ័ន្ទជ័យជំនះបានទៅលើកីឡាករបង្គោលក្រហមបាទអបអរសាទរកីឡាករនៃព្រះរាជាណាចក្រកម្ពុជា